ស្ដីអ្នកទាំងអស់គ្នាសួស្ដីបងប្អូនក្នុងបណ្ដាញសង្គមនានាក្នុងបណ្ដាញសង្គម YouTube អានេះខ្ញុំមកធ្វើនេះបងប្អូនចិត្តខ្នោបងប្អូនស្ដាយខ្នោខ្ញុំបងប្អូននេះប្រេះអស់លីងបងប្អូនអើយតន់ចាស់ណាអូសាច់នៅសឡែតបងប្អូនហើយវាប្រេះអញ្ចឹងខ្ញុំក៏បេះយកមកបដ ாய் បងប្អូនឥឡូវបន្ទុំមិនទុំទេតែទុនតិចបងប្អូន2ថ្ងៃហើយឥឡូវយកមកចិត្តញ៉ាំសាក់មើលហ្នឹងហើយដល់ពេលនេះបងប្អូននេះបងប្អូនមើលប្រេះអញ្ចឹងណាមស្ដាយបងប្អូនខំដាំខ្នោឡើងប្រហែលឆ្នាំមិនផ្លែបងប្អូនវ៉ាវ1 2 3បែបមើលបែបបងប្អូនអើយនេះមាននេះណាសាច់មិនតាន់លឿងផងសាច់មិនតាន់លឿងផងបងប្អូនអើយនេះធំស្ដាយណាតែជាប្រេះខូចអស់បងប្អូននេះខ្ញុំមកសៀបមើលរៀងជ្រីដែរបងប្អូនបេះតែមិញបេះនៅខ្ចីរឹកជ្រឹះបងប្អូនយកមកបន្ទុំ2យប់អីក៏បន្ទុំហ្នឹងហើយទុំសឆ្គុះរៀងនេះសាបហ្នឹងហើយខ្ញុំធ្វើការចិត្តនេះសិនបងប្អូនខ្នោជឿវាដល់ហើយបងប្អូននេះខ្ញុំចិត្តវារួចខ្ញុំលាងជង្វិលនេះឲ្យជ្រះជឿសិនបងប្អូនធំមកលើចង់រួចខ្នោហ្នឹងបងប្អូនខ្ញុំបេះបូតដៃមកស្លៀកក្ដុកខ្នោហ្នឹងគ្នាពណ៌ប្រេះស្រាប់ផងមកធ្លាក់ខ្នោនឹងទៀតប្រេះទៀតដោយសារតែឃើញវាប្រេះបងប្អូននេះប្រេះខុសអស់លេងហ្នឹងហើយនៅមកជាហៀងបងប្អូនតែវារៀងខ្ញុំបេះទុកបន្ទុំ2ថ្ងៃហើយបើរៀងទុនតិចហើយក៏យកមកសាក់ភ្លក់មើលបងប្អូនខ្លាចវាស្អុយអញ្ចឹងណាហ្នឹងហើយវាស្អុយទេគាត់ថាវាសាបបងប្អូននេះខ្ញុំទៀតខ្ញុំភ្លក់បងប្អូនទៀតខ្ញុំធ្វើការនេះកាបេះវាយកមកហូបចង់សាក់មើលតើរសជាតិវាម៉េចហើយឆ្ងាញ់ខ្នោហ្នឹងដងខ្នោណាំងដងខ្នោបាយស្រាឡើង2 3តែលើកនេះខ្នោណាំងអូនណាំងទួយធំល្អដល់ពេលនេះមានណាអូនអើយព្រឹកមិញបែកអស់ហើយអានេះនោះអត់ទុំទេហ្នឹងហើយខ្ញុំខ្លាចវាប្រេះអស់ខ្ញុំក៏បេះយកមកបន្ទុំ2ថ្ងៃអត់ទុំទៀតបងប្អូនទុនជ្រៃដែរតែស្ដាប់ឈឹងបងប្អូនអើយឆាប់មែនទេស្ដាយដល់អូចាំមើលខ្ញុំទុកបន្ទុំឲ្យបានវាទុំទៅមើលទុកឲ្យទុំទៅឲ្យវាឆ្ងាញ់ហើយនេះភ្លក់មើលបងប្អូនអ្នកចូលចិត្តអត់ទៅផ្អែមគឺត្រូវហើយបងប្អូននេះតែខ្ញុំចូលចិត្តផ្អែមពេកបងប្អូនចិត្តផ្អែមកាលនៅនេះកាលនៅវាតន្ទុំវានេះវារៀងសាបចឹងឯងនេះតែបើឃើញទុំល្អចាំមើលខ្ញុំបន្ទុំឲ្យទុំល្អសិនទុំបើឲ្យវាទុំលើដើមឬក៏នេះក្អូបមកឈ្ងុយអាហ្នឹងចាំបេះប៉ុន្តែអានេះដល់ខ្លាវាប្រេះមកហែកបដ ாய் បងប្អូនប្រេះខូចសម្រស់អស់លីងហើយខ្ញុំក៏ធ្វើការចិត្តជីវយកមកយកសាច់វាមកហូបព្រោះមើលតើខ្នោនេះពិតជាខ្នោណាំងឬខ្នោបាយស្រាឥឡូវខ្ញុំធ្វើការចិត្តលេចចិត្តកើតរួចក៏ភ្លក់មើលបងប្អូនភ្លក់មើលទៅគឺវាសាបតិចវាសាបតិចបងប្អូនខ្ញុំបេះមកជ្រុងចិត្តមកជ្រុងដើម្បីភ្លក់មើលបងប្អូនហ្នឹងហើយធំណាស់បងប្អូនអើយលើកយ៉ាងរួចទេខ្នោហ្នឹងហើយខ្ញុំឡើងទៅបេះមានបេះណាបានឡើងទៅដល់កាប់ពបរុះក្ដុកបែកថែមយ៉ាប់ហើយឥឡូវខ្ញុំធ្វើការចិត្តខ្នុរបន្តិចមើលអូបលលេងសើចនឹងខ្នោចិត្តខ្នោញ៉ាំចង់អស់បងប្អូនដោយសារតែខ្នោវាខ្ចីអត់ទុំហ្នឹងហើយ
ហើយរឿងចង់ស្អុយផងបងប្អូនអើយក៏មិនបានយកទៅលក់ទៅដូរអីទៅក៏ចង់ចែកឲ្យអ្នកដែលអត់ជាងយើងបងប្អូនយើងដឹងថាយើងប៉ុណ្ណឹងយើងវាអត់មានលុយចាយអត់មានទីសេរីភាពអញ្ចឹងណាហ្នឹងហើយហើយខ្ញុំក៏សម្រេចចិត្តថាមានអីក៏ផុសមានអីគេអស់វីដេអូអីក៏ផុសដែរបងប្អូនហ្នឹងហើយដាក់ក្នុង YouTube មុនបងប្អូនខ្ញុំបដោតលើ YouTube បានច្រើនយើងកុំបដោតលើទៅ Facebook ពេក Facebook មិនបានឲ្យយើងរលុយទេទៅថ្ងៃមុខបើអាចធ្វើបានយើងអាចធ្វើ page ហ្នឹងហើយព្រោះនៅប្រទេសយើងមានតែធ្វើ page និង YouTube ទេបងប្អូនហ្នឹងហើយសម្រាប់ Facebook Personal Mode គឺទៅឆ្ងាយណាស់បងប្អូនហ្នឹងហើយនៅឆ្ងាយណាស់ហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំធ្វើអីក៏ខ្ញុំថតដែរបងប្អូនខ្ញុំចេះអីគឺខ្ញុំធ្វើនឹងហើយបើខ្ញុំមិនចេះខ្ញុំនឹងរៀនមើលគេបន្ថែមទៀតស្ដាប់គេបន្ថែមទៀតបញ្យល់ឲ្យបានក្បោះក្បាយដើម្បីឲ្យវីដេអូយើងកាន់តែល្អអញ្ចឹងណាហ្នឹងហើយនេះខ្ញុំមកធ្វើការមកចិត្តធូរ៉េននិយាយរឿងធូរ៉េនបើសិនជាក្អូបអានេះបើសិនជាក្អូបវាមិនចាច់ធូរ៉េនទេបងប្អូនអើយតែដោយសារតែខ្នោនេះវាចាស់វាមិនទាន់ចាស់ផងវាប្រេះទៅខ្ញុំក៏បេះមកយកបន្ទុំតែបន្ទុំអត់ទុំទៀតបងប្អូនអើយឆៅគ្មានទុំអីតិចហ្នឹងហើយអូភ្លក់ឲ្យភ្លក់ទៀតបងប្អូនអើយសទេចាក់អីទេតែឈ្ងុយឆ្ងាញ់បងប្អូនឈ្ងុយឆ្ងាញ់បងប្អូនខ្លែបវារឹងមែនទន់តិចមែនតែខ្ញុំចូលចិត្តខ្នោរបៀបនឹងដែរបងប្អូនណាល្អយកទៅធ្វើការផ្លាស់ទីយកទៅញ៉ាំបងប្អូនហ្នឹងហើយដោយសារតែខែនេះខែទុរេនពេលបានខ្នោដូចជាទុរេនក្អូបជាងទុរេនទៀតបងប្អូនទំនងណាបងប្អូនអើយខ្នុររបស់ខ្ញុំខ្នុរដាំខ្នោបៃស្រារហូតតែលើកនេះឆ្នាំដាំបានផ្លែណាំងម្ដើមដាំបានម្ដើមហើយយើងនេះភ្លក់មើលបងប្អូនភ្លក់មើលឲ្យបងប្អូនអើយឆ្ងាញ់អត់ហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្ណេះឯងបងប្អូនមានតែចិត្តខ្នោហាន់ខ្នោភ្លក់ខ្នោហូបខ្នោបងប្អូនមើលខ្ញុំចិត្តមកផ្លែវាធំប៉ុន្តែដោយសារតែនេះដោយសារតែយើងទុកឲ្យបានប្រេះពេកក៏បេះមុនវាអត់ទាន់ចាស់ផងបេះបាត់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនដាំអីបាននឹងបងប្អូនមិនតែដាំខ្នោមិនមែនចេញទៅតរេនទេបងប្អូនហ្នឹងហើយអរគុណច្រើនសម្រាប់បងប្អូនហ្នឹងហើយនេះផ្អែមឆ្ងាញ់ណាស់បងប្អូនហើយខ្នោខ្ញុំអរគុណច្រើនសម្រាប់បងប្អូនទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណច្រើនបាយបាយ